សួស្តីបងប្អូនអរគ្នាសម្រាប់វីដេអូមួយនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនពីរបៀបក្នុងការដំឡើងកម្មវិធី Omi TV អញ្ចឹងសម្រាប់ពេលបច្ចុប្បន្នគឺការដំឡើងកម្មវិធី Omi TV នៅពេលដែលយើងចូលជាមួយនឹងកម្មវិធី Play Store ហើយយើងវាយពាក្យថា Omi TV អញ្ចឹងនៅពេលដែលយើងធ្វើការ download កម្មវិធីមួយហ្នឹងនៅលើ Play Store គឺយើងអត់អាចធ្វើការដំឡើងនៅកម្មវិធី Omi TV បានទេដោយសារនៅក្នុង Play Store នេះគឺយើងអត់មានកម្មវិធី Omi TV ទេណាបងប្អូននេះអញ្ចឹងនៅពេលដែលខ្ញុំឆែកជូនបងប្អូនគឺយើងរកអត់ឃើញទេអញ្ចឹងខ្ញុំមានវិធីសាស្ត្រមួយសម្រាប់ធ្វើការដំឡើងកម្មវិធី Omi TV យើងចូលជាមួយនឹងកម្មវិធី Chrome បន្តមកទៀតយើងគ្រាន់តែធ្វើការវាយពាក្យត្រង់ចំណុចខាងលើហ្នឹងយើងវាយពាក្យថា Omi TV មកបងប្អូនណាត្រង់ចំណុចហ្នឹងណាចឹងនៅពេលដែលយើងធ្វើការវាយនៅកម្មវិធី Omi TV យើងអាចធ្វើការ search បានហើយយើងនឹងឃើញជារូបភាពបែប Omi TV នេះបងប្អូនជាយើងគ្រាន់តែធ្វើការ scroll មកក្រោមបន្តិចមកហើយត្រង់ចំណុចខាងក្រោមដែលគេដាក់ថា Omi TV APK for Android download បាទអញ្ចឹងយើងចុចទៅលើ link មួយហ្នឹងមកដើម្បីយើងងាយស្រួលក្នុងការដំឡើងកម្មវិធីមួយហ្នឹងឬក៏ download កម្មវិធីមួយហ្នឹងណាបាទរួចហើយវានឹងបង្ហាញបែបនេះហើយបងប្អូនគ្រាន់តែធ្វើការចុចពាក្យថា free download មកបាទត្រង់ចំណុចពណ៌បៃតងហ្នឹងចាំបងប្អូនអាចធ្វើការចុចបិទផ្សាយពាណិជ្ជកម្មនឹងចេញសិនបាទហើយបន្ទាប់មកយើងគ្រាន់តែធ្វើការចុចកន្លែងfree download នឹងម្ដងទៀតណាបងប្អូនបាទអញ្ចឹងយើងចុចទៅឡើងម្ដងទៀតមកបាទហើយយើង back មកក្រោយបន្តិចអញ្ចឹងបន្ទាប់មកទៀតវានឹងធ្វើការទៅឡើងឲ្យយើងឯងបងប្អូនណាគេដាក់នេះ your download has started អញ្ចឹងបងប្អូនចាំតិចទៅហើយយើងចុចពាក្យថា download again មកដោយសារតែខ្ញុំធ្លាប់មានកម្មវិធីនឹងម្ដងរួចហើយអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងធ្វើការ download ម្ដងទៀតអញ្ចឹងវាទាមទារឲ្យយើងធ្វើការតម្លើងវាសាថ្មីហើយបាទហើយបន្តមកទៀតបងប្អូនគ្រាន់តែធ្វើការរងចាំរាល់ការតម្លើងកម្មវិធីហ្នឹងណាអញ្ចឹងវាអត់ដំណើរការយូរទេបងប្អូនកម្មវិធីហ្នឹងវាលឿនទេក្នុងការដំឡើងអញ្ចឹងនៅពេលដែលយើងធ្វើការតម្លើងនៅកម្មវិធី Omi TV នឹងរួចរាល់ហើយបាទ download ហើយបងប្អូនគ្រាន់តែធ្វើការចុចទៅលើត្រង់ចំណុចហ្នឹងមកហើយបន្តមកទៀតយើងធ្វើការចុចពាក្យថា install អញ្ចឹងបងប្អូនអាចរងចាំបន្តិចនៅពេលដែលយើងធ្វើការតម្លើងកម្មវិធីនឹងរួចរាល់យើងអាចចូលទៅបើកមើលបានអញ្ចឹងណាបងប្អូនបាទត្រង់ចំណុចហ្នឹងអញ្ចឹងនៅពេលនេះគឺខ្ញុំអាចធ្វើការចុចពាក្យ done ក៏បាន open ក៏បានដែរអញ្ចឹងខ្ញុំចុចពាក្យថា done មកហើយខ្ញុំនឹងធ្វើការឆែកមើលតែយើងតម្លើងបានរួចរាល់អត់បងប្អូនណាអូខេនេះគឺជាកម្មវិធី Omi TV ដែលយើងបានធ្វើការតម្លើងអូខេអញ្ចឹងវីដេអូនេះគឺមានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ធ្វើការចែករំលែកអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ